សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលយុទ្ធនាការ 10000 រៀល 10000 នាក់ឆ្នាំ 2026 របស់មូលនិធិគន្ធបុប្ផាកម្ពុជាមូលនិធិគន្ធបុប្ផាកម្ពុជាមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថាយុទ្ធនាការ 10000 រៀល 10000 នាក់ឆ្នាំ 2026 របស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលដឹកនាំដោយលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ $6,38,200,000 ពីសំណាក់សប្បុរសជនជាង 35,000 នាក់ដែលបានចូលរួមយ៉ាងផុសផុលនិងយ៉ាងសកម្មក្នុងស្មារតីខ្មែរជួយខ្មែរក្នុងមហាចលនាសប្បុរសធម៌នេះដើម្បីរួមគ្នានាំក្តីសង្ឃឹមនិងភាពញញឹមដល់ទារកកុមារនិងស្ត្រីមានផ្ទៃពោះនៅកម្ពុជាសូមជម្រាបជូនថាទោះបីជាយុទ្ធនាការដែលមានរយៈពេលពេញមួយខែមិថុនានេះដល់ពេលត្រូវបញ្ចប់ក៏ដោយក៏សាធារណជនដែលមានទឹកចិត្តសប្បុរសនៅតែអាចចូលរួមបរិច្ចាគដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញនិងនៅខេត្តសៀមរាបក្នុងការបន្តបេសកកម្មពិនិត្យនិងព្យាបាលជំងឺទារកនិងកុមារនៅកម្ពុជាព្រមទាំងសេវាសម្ភពផងដែរការបរិច្ចាគ 10000 រៀលម្នាក់ជឿជាក់ថាពលរដ្ឋកម្ពុជាយើងប្រកាសជាអាចបន្តធ្វើបានក្នុងស្មារតីខ្មែរជួយខ្មែរដោយហេតុថារាល់ការបរិច្ចាគទោះតិចក្តីច្រើនក្តីសុទ្ធតែមានតម្លៃក្នុងការចូលរួមសង្គ្រោះជីវិតទារកនិងកុមារព្រមទាំងស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃប្រកបដោយគុណភាពនិងមិនមានការរើសអើងមូលនិធិគន្ធបុប្ផាកម្ពុជាសូមឆ្លៀតយកឱកាសនេះគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាចំពោះការចំណាយពេលដ៏មានតម្លៃនិងមមាញឹកដើម្បីដឹកនាំយុទ្ធនាការ 10000 រៀល 10000 នាក់ឆ្នាំ 2026 ក៏ដូចជាចំពោះការផ្ដល់ការណែនាំនិងតម្រង់ទិសជាបន្តបន្ទាប់ដល់ក្រុមការងាររបស់មូលនិធិគន្ធបុប្ផាកម្ពុជាមូលនិធិគន្ធបុប្ផាកម្ពុជាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះនិងសូមថ្លែងអំណរគុណផងដែរដល់ក្រសួងស្ថាប័នរដ្ឋបាលរាជធានីខេត្តនិងភាគីពាក់ព័ន្ធដែលបានផ្ដល់កិច្ចសហការនិងការគាំទ្រយុទ្ធនាការ 10000 រៀល 10000 នាក់ឆ្នាំ 2026 របស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឲ្យយុទ្ធនាការនេះបានប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលគួរជាទីមោទនៈ